Rương là con lại po nâng ta mà ton té bàn tay bà sân chỉ xua tham mà hộp bạp chân nơi ná chính anh cứ tam ton từng sầmរាប់ទីតាំងមកកន្លែងនេះអ្នកដែលចូលចិត្តញ៉ាំម្ហូបបែបចិនបែបហឹរឬមួយក៏ស្ទើរហឹរអីគឺអាចមកកន្លែងគាត់បានគាត់មានទាំងជាប្រភេទផាក់ឡូវពុះគោជើងជ្រូកជើងទាចំហុយបនចំហុយស៊ីឆនគឺថាមានទាំងអស់តែម្ដងហើយសម្រាប់រសជាតិវិញអ្នកដែលបានទៅញ៉ាំហើយនឹងតែជាប់ចិត្តហ្មងណាសម្រាប់ទីតាំងនៃ Two Sister ទៅនេះគឺមានឈ្មោះថាទឹកជ្រលក់ជើងទាសិង្ហបុរីពុកម៉ែបងប្អូននៅខាងតួស្លែងស្ថិតនៅលើផ្លូវ113ផ្ទះលេខ145ហើយនៅកន្លែងគាត់គឺថាមានអនាម័យមែនតើគាត់រៀបចំចេញមកគឺបែបស្អាតភ្លឹងតែម្ដងណាហើយសម្រាប់បងដែលចូលចិត្តញ៉ាំសាច់អត់ដឹងថាទៅញ៉ាំនៅណាគឺអាចទៅញ៉ាំបាយថ្ងៃត្រង់នៅទីតាំងមកកន្លែងនេះបានដែលគាត់មានបើកលក់ចាប់ពីម៉ោង11ព្រឹករហូតដល់ម៉ោង8យប់គាត់អត់មានលក់ដល់យប់ជ្រៅទេអញ្ចឹងចន្លោះពេលហ្នឹងគឺអាចទៅញ៉ាំបានហើយសម្រាប់អ្នកដែលចូលចិត្តញ៉ាំសាច់បែបនេះអីគឺដឹងតែត្រូវហើយនិយាយទៅគឺថាគ្រឿងបែបចិននៅទីនេះគឺរសជាតិឆ្ងាញ់តែម្ដងខាងនេះគឺជាប្រភេទខផ្លូវជ្រូកហើយបើថាចូលចិត្តញ៉ាំខពងទាបែបជាប់ភ្នៅអីគឺថា the best ហ្មងគាត់មានជំនាញនៅក្នុងការធ្វើណាហើយខាងនេះវិញគឺជាប្រភេទខផ្លូវជ្រូកនិយាយទៅគឺថាសុទ្ធតែសាច់តែម្ដងសាច់គេឡើងទៅលុកទលុនហើយសម្រាប់ខាងនេះពុកម៉ែបងប្អូនមើលមួយផ្លែតដូចប្រហុកខ្ទិះអញ្ចឹងតាមពិតទៅមិនមែនទេគឺជាម្ទេសស្រូបបាយបែបចិនរបស់គាត់ហ្នឹងនិយាយទៅគឺរសជាតិឆ្ងាញ់ពុកម៉ែបងប្អូនសឹងតែថាស្រូបតែម្ទេសហ្នឹងជាមួយបាយក៏ឆ្ងាញ់ដែរមិនចាំបាច់ញ៉ាំសាច់ណាហើយសម្រាប់តម្លៃវិញគឺសមរម្យនៅទីនេះពុកម៉ែបងប្អូនបើតាម Twitter សាកសួរទៅគាត់ឈរជើងលក់ម៉ូតូឥឡូវហ្នឹងគឺខ្ទង់10ឆ្នាំហើយពុកម៉ែបងប្អូនតាំងពីឆ្នាំ2014មកណាហើយកាលពីមុនហ្នឹងមួយភាគច្រើនស្គាល់បងប្រុសថាជាអ្នកលក់ជើងទាអញ្ចឹងបានឈ្មោះហាងរបស់គាត់ហ្នឹងឥឡូវដាក់ឈ្មោះថាទឹកជ្រលក់ជើងទាសិង្ហបុរីហើយនិយាយទៅគឺសើសឹងតែមានប្រវត្តិមកឲ្យពុកម៉ែបងប្អូនបើថាបាយស្រូបរបស់គាត់នេះវិញគឺទំនងមែនតើទឹកជ្រលក់របស់គាត់គឺជាប្រភេទទឹកជ្រលក់បែបចិនហើយ Twister បានទៅឃើញផ្ទាល់ហើយការរៀបចំរបស់គាត់គឺស្អាតមែនតើចេញមកបែបភ្លឹងតែម្ដងអញ្ចឹងនៅពេលដែលយើងទៅញ៉ាំគឺអាចទុកចិត្តបានគាត់មានអនាម័យគាត់គិតគូរហើយបងប្រុសគឺគាត់ប្រកែមែនតើជំនាញហ្មងនិយាយទៅគឺថាម្ហូបបែបចិននេះគឺសឹកសឹងតែអត់ផុតពីកណ្ដាប់ដៃរបស់គាត់ណាសម្រាប់តម្លៃវិញចានតូចនេះគឺ 5000 រៀលពុកម៉ែបងប្អូនហើយខាងនេះគឺជាម្ទេសស្រូបបាយបែបចិនដែល Twister បាននិយាយមុននឹងអញ្ចឹងណាគឺថាម្ទេសរបស់គាត់នេះគឺឆ្ងាញ់មែនតើលក្ខណៈទៅហឹលមកល្មមនិយាយទៅបើសិនជាពុកម៉ែបងប្អូនចង់បានរៀងហឹលខ្លាំងអាចកំងគាត់ទៅហើយបើថាអត់សូវចង់បានហឹលទេក៏អាចកំងគាត់បានដែរគឺគាត់នឹងធ្វើទៅតាមតម្រូវការហើយសម្រាប់មាន់ចំហុយរបស់គាត់នេះវិញគឺ Twister បានចាក់ជាមួយនឹងម្ទេសស្រូបបាយបែបចិនបែបហ្នឹងពុកម៉ែបងប្អូនហើយគាត់ក៏មានទឹកជ្រលក់មកអញ្ចេះដែរសម្រាប់ទឹកជ្រលក់នេះគឺគាត់ធ្វើខ្លួនឯងហើយយើងអាចផ្ទាប់ជាមួយនឹងបន្លែអញ្ចឹងទៅនៅពេលដែលញ៉ាំគឺអត់សូវតលាន់ទេនិយាយទៅគឺថារសជាតិនៅកន្លែងគាត់ឆ្ងាញ់ហើយ Two Sister ថ្ងៃនេះគឺទៅជាមួយនឹងតែក្រូចឆ្មាទឹកឃ្មុំ Freshy ណារសជាតិរបស់គេជូរអែមហើយគេវិចខ្ចប់ដាក់កំប៉ុងចេះគឺងាយស្រួលមែនតើលក្ខណៈថាយើងចុះតាមខេត្តហើយចង់ញ៉ាំជាប្រភេទតែក្រូចឆ្មាជួយនឹងទិញដាក់តាមគូតឡានតាមម៉ូតូខ្លះសេតិចមកគឺជាតិហ្មងហើយចូលមកដល់ម្ហូបរបស់យើងវិញពុកម៉ែបងប្អូនខាងនេះគឺជាប្រភេទជើងទាក៏ដូចជាជើងមាន់ខសិង្ហបុរីរបស់គាត់ហ្នឹងគឺថាគាត់បកាយចំអិនមែនតើឡើងផុយហ្មងហើយបើថាសាច់ជ្រូក3ជាន់នេះវិញពុកម៉ែបងប្អូននិយាយទៅគឺថាទំនងមែនតើហើយសម្រាប់ Twister វិញគឺគុំទៅញ៉ាំនៅកន្លែងនេះយូរហើយព្រោះដោយសារតអូ Facebook អូ TikTok មកពេលយប់អីហ្នឹងឃើញចិនគាត់ធ្វើអារូបមន្តសាច់ជ្រូក3ជាន់ហ្នឹងនិយាយទៅគឺថាឃើញហើយឡើងឃ្លានហ្មងអញ្ចឹងឥឡូវនេះគឺអត់មានឲ្យចាំយូរទេអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ទៅញ៉ាំអីកុំភ្លេចទៅហើយញ៉ាំជាមួយនឹងតែក្រូចឆ្មាទឹកឃ្មុំ Freshy នេះមកគឺកាន់តែជាតិតែម្ដងសម្រាប់វីដេអូរបស់ Twister ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេ Bye